ការៈនៃជំងឺមហារីកមកស្បូតដែលគួរឲ្យព្រួយបារម្ភដូចជាបញ្ហាធ្លាក់ឈាមមកខុសប្រក្រតីទាំងនៅក្នុងអំឡុងពេលមករដូវឬក៏ធ្លាក់នៅក្រោយពេលអស់រដូវអំឡុងពេលបាត់ជើងតូចចេញជាអាការៈឈឺចាប់ឬក៏បាត់ជើងតូចមកមានលាយឈាមធ្លាក់សធំក្លិនស្អុយមានបញ្ហាឈឺនៅនឹងតំបន់អាងត្រគាកជាដើមតែនេះគឺសុទ្ធសឹងតែជារោគសញ្ញាសំខាន់នៃជំងឺមហារីកមកស្បូតកើតមានទៅលើមនុស្សស្រីហើយប្រសិនជាចង់ដឹងថាតើបញ្ហាមហារីកមកស្បូតនេះវាបង្កឡើងដោយកត្តាអ្វីខ្លះនិងមានវិធីបង្ការពារកុំឲ្យកើតដែរឬទេនៅក្នុងវីដេអូមួយនេះនឹងនាំបងប្អូនទៅជួបជាមួយនឹងវិជ្ជបណ្ឌិតឯកទេសសម្ភពនិងរោគស្ត្រីតែម្ដងដើម្បីឲ្យវិជ្ជបណ្ឌិតបកស្រាយឲ្យកាន់តែលម្អិតជូនទៅកាន់បងប្អូនថ្ងៃនេះនាងខ្ញុំមានប្រធានបទមួយចង់លើកមកធ្វើការចែករំលែកទៅដល់ពុកម៉ែបងប្អូនអំពីជំងឺមហារីកមកស្បូនថាតើជំងឺមហារីកមកស្បូនវាអាចឆ្លងតាមរយៈមេរោគអ្វីហើយឆ្លងតាមរបៀបណាហើយវាមានរោគសញ្ញាអ្វីខ្លះហើយយើងអាចការពារជំងឺមហារីកមកស្បូននេះបានដែរឬទេបន្តិចទៀតនេះនាងខ្ញុំនឹងធ្វើការបង្ហាញអំពីជំងឺនេះចា៎ជំងឺមហារីកមកស្បូនវាជាជំងឺមួយដែលពុកម៉ែបងប្អូនតែងតែព្រួយបារម្ភវាអាចឆក់យកអាយុជីវិតយើងបានប្រសិនបើក្នុងករណីការព្យាបាលមិនទាន់ពេលវេលាជំងឺមហារីកមកស្បូនវាកើតឡើងដោយសារតែមេរោគ HPV ដែលពាក្យពេញហៅថា Human Papilloma Virus ដែលមេរោគនេះវាអាចឆ្លងតាមរយៈការរួមភេទឬក៏ការប៉ះពាល់ផ្ទាល់ទៅនឹងប្រដាប់ភេទឬក៏អាចភាគរយតិចអាចឆ្លងរវាងម្ដាយនិងកូននៅអំឡុងពេលសម្រាលវាអាចមានសញ្ញាដូចជាមានការធ្លាក់ឈាមខុសប្រក្រតីអាចធ្លាក់ឈាមនៅពេលរួមភេទឬក៏មានការធ្លាក់ឈាមនៅចន្លោះពេលមករដូវឬក៏មានការធ្លាក់ឈាមបន្ទាប់ពីអស់រដូវវាអាចមានសញ្ញាដូចជាមានសញ្ញាធ្លាក់សឬក៏សធំក្លិនស្អុយឬក៏មានលាយឈាមវាអាចធ្វើឲ្យយើងឈឺចាប់ពេលរួមភេទឬក៏ឈឺនៅផ្នែកអាងត្រគាកឬក៏បាត់ជើងតូចមានការឈឺចាប់ឬក៏ពិបាកបាត់ជើងឬក៏បាត់ជើងតូចមានលាយឈាមអាចធ្វើឲ្យគាត់មានអាការៈអស់កម្លាំងស្រកគីឡូឬក៏បាត់បង់ចំណង់យើងអាចការពារជំងឺមហារីកមកស្បូននេះបានតាមរយៈការចាក់វ៉ាក់សាំងការពារមហារីកមកស្បូនឬក៏ការធ្វើតេស្តគេហៅ screening ទៅលើ HPV ឬក៏គេហៅ Pap smear ដែលយើងអាចធ្វើរៀងរាល់1 ទៅ 3 ឆ្នាំម្ដងយើងអាចប្រើស្រោមនៅពេលដែលរួមភេទឬក៏ជៀសវាងការមានដៃគូច្រើនជំងឺមហារីកមកស្បូនយើងអាចចាក់វ៉ាក់សាំងការពារមហារីកមកស្បូននេះបានមិនចំពោះតែការពារទៅលើជំងឺមហារីកមកស្បូនតែមួយមុខទេវាអាចការពារទៅលើមហារីកទ្វារមាសមហារីករុនគូតឬក៏មហារីកបំពង់កថែមទាំងជួយការពារទៅលើសេមាន់បានទៀតផងការចាក់វ៉ាក់សាំងការពារជំងឺមហារីកមកស្បូននេះយើងអាចចាក់បានទាំងបុរសនិងស្ត្រីទាំងក្មេងអាយុចាប់ពី9ឆ្នាំឡើងអញ្ចឹងស្ត្រីនិងបុរសតែគាត់មានដៃគូហើយក៏យើងអាចចាក់បានប្រសិនបើក្នុងករណីគាត់ធ្វើតេស្តឬក៏ឲ្យច្បាស់ថាគាត់អត់មានជំងឺមហារីកមកស្បូនការចាក់វ៉ាក់សាំងចំពោះក្មេងដែលអត់ទាន់មានដៃគូយើងអាចចាក់2 ដងបើសិនជាគាត់មានអាយុចាប់ពី9ទៅ14ឆ្នាំតែបើសិនជាគាត់មានអាយុលើសពី15ឆ្នាំឡើងទៅយើងអាចចាក់ឲ្យគាត់3 ដងហើយចំពោះស្ត្រីដែលគាត់មានដៃគូហើយក្តីឬក៏បុរសដែលរៀបការក្តីគឺគាត់អាចចាក់វ៉ាក់សាំងបានប្រសិនបើក្នុងករណីគាត់បញ្ជាក់ថាអូខេគាត់អត់មានតកតងជាមួយនឹងមហារីកមកស្បូនហើយតកតងជាមួយនឹងប្រសិទ្ធភាពក្នុងការចាក់វ៉ាក់សាំងនេះគឺអាចមានប្រសិទ្ធភាពដូចគ្នាទៅនឹងអ្នកដែលអត់ទាន់មានដៃគូរួចទាំងអស់គ្នាតែងតែឆ្ងល់ថាការចូលបន្ទប់ទឹកសាធារណៈឬក៏ការប្រើប្រាស់បន្ទប់ទឹករួមគ្នាថាតើឆ្លងទៅនឹងជំងឺមហារីកមកស្បូននេះដែរឬទេតកតងជាមួយនឹងជំងឺមហារីកមកស្បូនយើងដឹងហើយថាមេរោគនេះវាអត់អាចនៅជាមួយនឹងបរិយាកាសខាងក្រៅបានទេគឺវានៅលើសរីរាង្គមនុស្សយើងអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់បន្ទប់ទឹកសាធារណៈនេះគឺมันមានការឆ្លងទៅលើមេរោគ HPV នេះទេអញ្ចឹងប្រសិនបើម៉ាក់ប៉ាឬក៏មិត្តនារីទាំងអស់បើសិនជាមានចម្ងល់តកតងជាមួយនឹងបញ្ហាទៅលើជំងឺមហារីកមកស្បូនឬក៏មានចម្ងល់តកតងជាមួយនឹងការចាក់វ៉ាក់សាំងទៅលើជំងឺមហារីកមកស្បូននេះអាចមកពិគ្រោះជាមួយនឹងនាងខ្ញុំបានឬក៏អាចខមមិននៅក្រោមវីដេអូខាងនេះបានចា៎
មន្ទីរព្យាបាលស្ត្រីនិងកុមារដំរីជាមន្ទីរពេទ្យដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ស្តង់ដារគុណភាពមន្ទីរពេទ្យជាអន្តរជាតិពី AACI ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិកនិងជាអង្គការកំណត់ស្តង់ដារមន្ទីរពេទ្យទូទាំងពិភពលោកមន្ទីរព្យាបាលស្ត្រីនិងកុមារដំរីគុណភាពខ្ពស់លំដាប់អន្តរជាតិមានស្តង់ដារប្រព័ន្ធគ្រប់គ្រងគ្រប់គ្រាន់និងផ្ដល់នូវការព្យាបាលក៏ដូចជាការថែទាំអ្នកជំងឺប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈមន្ទីរព្យាបាលស្ត្រីនិងកុមារដំរីផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមគ្រួសារលោកអ្នកនិងព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យផ្ទាល់និងផ្ដល់នូវទំនុកចិត្តស្របតាមស្តង់ដារអន្តរជាតិ AACI របស់សហរដ្ឋអាមេរិក